ចាសសូមជម្រាបសួរប្រិយមិត្តជាទីមេត្រីចាថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តមកយល់ដឹងតាក់ទងទៅនឹងភ្នំភ្លើងតើប្រិយមិត្តណាខ្លះដែលធ្លាប់ដឹងថាប្រទេសកម្ពុជាយើងពីដើមក៏មានភ្នំភ្លើងផ្ទុះដូចគ្នាដែរចាអញ្ចឹងអញ្ជើញប្រិយមិត្តមកយល់ដឹងទាំងអស់គ្នាតាមអ្នកវិទ្យាសាស្ត្រគេបានសិក្សាស្រាវជ្រាវរកឃើញថាផែនដីយើងគឺបានកកើតឡើងនៅភ្នំភ្លើងតាំងពីរាប់ពាន់ឆ្នាំមកហើយរហូតមកដល់ពេលនេះក៏នៅតែមានភ្នំភ្លើងផ្ទុះជាបន្តបន្ទាប់ដែរជាពិសេសគឺនៅប្រទេសមួយចំនួនដូចជាប្រទេសឥណ្ឌូនេស៊ីប្រទេសស៊ីលីប្រទេសជប៉ុនអេឃ្យូពីហ្វីលីពីនឡាក់និងឡាក់ហើយប្រទេសកម្ពុជាយើងពីមុនក៏មានភ្នំភ្លើងផ្ទុះដែរបើសិនជាយើងនិយាយពីរយៈចាប់ផ្ដើមសម័យបុរេប្រវត្តិឆ្លងកាត់ប្រវត្តិសាស្ត្ររហូតមកដល់បច្ចុប្បន្នប្រទេសកម្ពុជាយើងមិនដែលមានភ្នំភ្លើងផ្ទុះទេប៉ុន្តែបើនិយាយអំពីសម័យបុរេប្រវត្តិនោះប្រទេសកម្ពុជាយើងក៏ធ្លាប់មានភ្នំភ្លើងផ្ទុះមែនហើយទាំងនេះគឺជាអំណះអំណាងមួយចំនួនដែលអ្នកវិទ្យាសាស្ត្រមួយចំនួនទាញយកមកសន្និដ្ឋានឲ្យយើងបានដឹងនៅខេត្តកំពង់ចាមគឺជាតំបន់ដែលមានដីក្រហមហើយមានជីវជាតិល្អហើយនេះគឺដោយសារតែការពុកផុយរបស់កំអែភ្នំភ្លើងពីអតីតកាលមួយវិញទៀតគេថែមទាំងបានរកឃើញនៅសិលាបាសាលនិងមាត់ភ្នំភ្លើងនៅតំបន់ក្បែរភ្នំប្រុសភ្នំស្រីដែលនេះគឺជាសបញ្ជាក់ឲ្យឃើញថាពិតជាធ្លាប់មានភ្នំភ្លើងផ្ទុះនៅតំបន់នេះកាលពីមុនមែនមួយទៀតគឺផុសតាងនៃសាលារីយ៉ូលីតដែលគេបានរកឃើញនៅភ្នំថ្មាត់ពងនិងភ្នំគ្របបាវនៃស្រុកឧដុង្គខេត្តកំពង់ស្ពឺនិងនៅមានមាត់ភ្នំភ្លើងដ៏ស្រស់ស្អាតមួយទៀតនៅខេត្តរតនគិរីដែលមានចម្ងាយ5គីឡូម៉ែត្រពីទីរួមខេត្តដែលជាមាត់ភ្នំភ្លើងអសកម្មជាង4000ឆ្នាំមកម្ល៉េះបឹងនេះមានវិមាត្រប្រមាណ2612ម៉ែត្រនិងមានអង្កត់ផ្ចិត800ម៉ែត្រមានជម្រៅពី50ទៅ70ម៉ែត្រផងដែរហើយក៏នៅតែមានតំបន់ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាយើងដែរដែលគេពុំទាន់បានសិក្សាស្រាវជ្រាវនៅឡើយដោយសារបច្ចុប្បន្នប្រទេសកម្ពុជាយើងមិនស្ថិតនៅជិតព្រំដែនផ្លាតិកតូនិកម្ល៉េះហើយទើបយើងគ្មានសកម្មភាពភ្នំភ្លើងផ្ទុះទៀតទេប៉ុន្តែបើសិនប្រទេសកម្ពុជាយើងស្ថិតនៅលើចំណុចក្តៅនៃសម្បកផែនដីវិញនោះនឹងអាចមានភ្នំភ្លើងផ្ទុះនៅថ្ងៃអនាគតមកដល់បច្ចុប្បន្ននេះមាត់បឹងភ្នំភ្លើងនេះបានក្លាយទៅជាកន្លែងតាក់ទាញដ៏ខ្លាំងមួយដោយសារតែកន្លែងនេះត្រូវបានប្រែក្លាយជាបឹងដែលមានទឹកថ្លាឆ្វេងតែម្ដងហើយបឹងនេះបងប្អូនក៏បានហៅបឹងនេះថាបឹងយក្សឡោមបឹងយក្សឡោមគឺជាបឹងប្រវត្តិសាស្ត្រដែលមានប្រជាប្រិយភាពមិនចេះរីងស្ងួតហើយជាគោលដៅទេសចរដ៏រលូននិងសក្តានុពលដែលលាតត្រដាងនៅផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាលដោយសារតែធម្មជាតិនៃព្រៃព្រឹក្សាដុះជុំវិញហើយវាក៏បានធ្វើឲ្យទីនេះคล้ายទៅជាកន្លែងលំហែកាយដ៏គួរឲ្យមនោរម្យចា៎ប្រិមិត្តនេះគឺជាការបកស្រាយខ្លះៗតាក់ទងទៅនឹងប្រទេសកម្ពុជាយើងក៏ធ្លាប់មានភ្នំភ្លើងផ្ទុះដែរដែលមានទីតាំងជាច្រើនកន្លែងសបញ្ជាក់ឲ្យយើងដឹងច្បាស់ថាពិតជាមានភ្នំភ្លើងផ្ទុះមែនចា៎អរគុណច្រើនប្រិមិត្តវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរពេលនេះនាងខ្ញុំក៏សូមអរគុណចា៎សូមជម្រាបលា